ទាំង5ដែលរកចំណូលបានច្រើនជាងគេកាលពីឆ្នាំ2024អូខេសួស្តីទាំងអស់គ្នាឥឡូវយើងត្រឡប់មកជួបគ្នាម្ដងទៀតនៅក្នុង Combo Trader ថ្ងៃនេះខ្ញុំនិយាយពីក្រុមហ៊ុនទាំង5ជុំវិញពិភពលោកដែលរកចំណូលបានច្រើនជាងគេនៅក្នុងឆ្នាំ2024យើងអត់ទាន់និយាយ2025ដោយសារយើងនិយាយមួយឆ្នាំអញ្ចឹងយើងមានទិន្នន័យ2024អញ្ចឹងវាជាចំណេះដឹងទូទៅមួយដែលយើងគួរដឹងហើយក្រុមហ៊ុនទាំងអស់នោះចំនួន5ដែលខ្ញុំនឹងរៀបរាប់នោះគឺសិតតែជាក្រុមហ៊ុនដែលយើងប្រើប្រាស់ប្រចាំថ្ងៃដោយអត់ដឹងខ្លួនក៏ថាបានដែរណាសិតតែជាយើងអាចតែប្រើផលិតផលហ្នឹងឬក៏សេវាកម្មហ្នឹងដែលយើងអត់ដឹងខ្លួនចំណែកក្រុមហ៊ុនទាំង5ហ្នឹងខ្ញុំអាចប្រហើបតិចមានន័យថា4នៅក្នុងចំណោម5ហ្នឹងគឺសិតតែជាក្រុមហ៊ុនអាមេរិកចំណែកក្រុមហ៊ុនដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងចំណោម5ហ្នឹងបែរជាមិនមែនជាក្រុមហ៊ុនដែលនៅក្នុងអាមេរិកទៅវិញទាំងអស់គ្នាដឹងថាក្រុមហ៊ុនណាអត់ចឹងចាំងស្ដាប់ទាំងអស់គ្នាណាអូខេអញ្ចឹងមុននឹងចាប់ផ្ដើមវីដេអូខ្ញុំសូមឆ្លៀតឱកាសអ្នកនរគ្នានិយាយតាក់ទងពី Binance Airdrop បន្តិចអូខេអញ្ចឹងបច្ចុប្បន្ននេះ Binance បានធ្វើការ launch កាក់ថ្មីគឺ SPK អញ្ចឹងបច្ចុប្បន្នកាក់នេះ market cap វាគឺនៅតូចនៅឡើយទេប្រហែលជា40លានណា40លានអញ្ចឹងអ្នកនរគ្នា AirDrop នឹងគឺជាអីដូចអ្នកនរគ្នាធ្លាប់បានមើលវីដេអូខ្ញុំបានដឹងហើយ AirDrop គឺជាការចែកកាក់ free របស់ Binance Holder មានន័យថាបើសិនអ្នកនរគ្នាមាន account Binance account ទិញលក់ crypto ហ្នឹងណាអ្នកនរគ្នាអាចទទួលបាន AirDrop ដោយ free នៅពេលដែលអ្នកនរគ្នាមាន account Binance ហើយអ្នកទាំងអស់គ្នាមានកាក់ BNB ឬ FD USD ជាប្រភេទកាក់ stable coin ណាឬក៏កាក់ BNB BNB ហ្នឹងខ្ញុំសូមបញ្ជាក់វាប្រភេទជាកាក់ដែលបង្កើតឡើងដោយក្រុមហ៊ុន Binance ផ្ទាល់ចឹងបើសិនជាអ្នកនរគ្នាមាន Binance ហើយអ្នកនរគ្នាមានកាក់ Binance ទុកនៅក្នុងកាបូបលុយអ្នកនរគ្នាមានន័យថារាល់ការ launch កាក់ថ្មីឬក៏ AirDrop អ្នកនរគ្នាតែងតែទទួលបានកាក់ហ្នឹងដោយ free សួរថាកាក់ហ្នឹងយើងអាចយកលក់ឬក៏ទិញថែមបានគឺបានមានន័យថាបើសិនអ្នកនរគ្នាទទួលបានអ្នកនរគ្នាចង់លក់ក៏បានកាក់ហ្នឹងហើយអាចយកជាលុយញ៉ាអាចយកជាលុយសំខាន់ទី1អ្នកនរគ្នាត្រូវមាន account Binance បើសិនជាអ្នកនរគ្នាអត់ទាន់មានអ្នកនរគ្នាអាចបង្កើតតាមរយៈ link នៅក្នុង description ដែលខ្ញុំបានដាក់ហ្នឹងណាខ្ញុំបានដាក់ហ្នឹងអូខេហើយបើព័ត៌មានបន្ថែមអ្នកនរគ្នាអាចចូល check មើលកាក់នឹងបន្ថែមទៀតនៅក្នុង CoinGecko នេះកន្លែងនេះគឺជា app នេះឈ្មោះ CoinGecko អ្នកនរគ្នាអាចចូលទៅមើលថាអូខេកាក់នឹងវាមិនណាព័ត៌មានបន្ថែមនេះ market cap បច្ចុប្បន្នគឺខ្ទង់40លានអ្នកនរគ្នាមើលព័ត៌មានចំនួនកាក់ដែលមានព័ត៌មានផ្សេងអ្នកនរអាចចូល check មើលបានដោយខ្លួនឯងណាហើយវិជាការវិនិយោគទៅលើកាក់ crypto គឺជាទីផ្សារមួយដែល wallet ខ្លាំងមែនទែនមានន័យថាការឡើងចុះវាក៏ឡើងក៏លឿនចុះក៏លឿនណាអាចចំណេញលឿនតែអាចខាតលឿនដូចគ្នាអញ្ចឹងមុននឹងវិនិយោគការ recommend ខ្ញុំត្រូវសិក្សាឲ្យបានស៊ីជម្រៅសិនហើយវិនិយោគតែលុយណាដែលអ្នកនរអាចថាបាត់បានមានន័យថាទូខាតក៏អត់ប៉ះពាល់ដល់សេដ្ឋកិច្ចផ្ទាល់ខ្លួនផងអ្នកនរគ្នាណាអានោះបើយើងចង់វិនិយោគ long term យើងត្រូវមានលុយចឹងអត់មានន័យថាយើងត្រូវយកលុយដែលយើងមានតិចតួចទៅវិនិយោគគឺអត់ត្រឹមត្រូវទេណាអត់ត្រឹមត្រូវទេអូខេអញ្ចឹងឥឡូវយើងចូលទៅកាន់មេរៀនយើងទាំងអស់គ្នាអូខេអញ្ចឹងអានេះវាមិនមែនជាមេរៀនទេតែគ្រាន់តែវាជាចំណេះដឹងមួយដែលខ្ញុំចង់ចែកលេខទៅអ្នកទាំងអស់គ្នាអញ្ចឹងក្រុមហ៊ុនទាំង5ហ្នឹងមានក្រុមហ៊ុនអីខ្លះអញ្ចឹងយើងរាប់ពីលេខ5លេខ5គឺជាក្រុមហ៊ុន Microsoft ណាដែលជាក្រុមហ៊ុនរបស់អាមេរិកចំណូលកាលពីឆ្នាំ2024គឺបាន88 billion ចុច13ណាមានន័យថាចំណូលសរុបគឺ88 billion គឺច្រើនមែនតើណាគឺច្រើនមែនតើចំណូលមួយឆ្នាំ2024យើងបើយើងចង់ដឹងថាច្រើនប៉ុណ្ណាយើងប្រៀបធៀបនឹង GDP ស្រុកយើង GDP ស្រុកយើងសរុបបច្ចុប្បន្នប្រហែលជា30-40 billion អីទេណាអានេះអាលេខ5នេះវា88 billion អញ្ចឹងវាច្រើនជាងយើង2 ដងកន្លះណោះណាក្រុមហ៊ុន Microsoft អញ្ចឹងលេខ4គឺបានទៅលើក្រុមហ៊ុន Alphabet ដែលមានចំនួន100,000 លានចំណូលកាលពីឆ្នាំ2024ហ្នឹងគឺ100 billion 100,000 លានចឹងទៅណាចំណូលចឹងវាច្រើនមែនតើប្រហែលជាគ្នាយើងមួយចំនួនគាត់អត់បានស្គាល់ក្រុមហ៊ុន Alphabet ហ្នឹងទេប៉ុន្តែមួយចំនួនក៏គាត់បានស្គាល់ចឹងប៉ុន្តែខ្ញុំជឿថាអ្នកនរគ្នានឹងស្គាល់ក្រុមហ៊ុនកូនរបស់ Alphabet ហ្នឹងចឹងបញ្ជាក់ថាក្រុមហ៊ុន Alphabet គឺជាក្រុមហ៊ុនមេហើយក្រុមហ៊ុនកូនរបស់ Alphabet មានអីខ្លះមានដូចជា Google YouTube ណាអាហ្នឹងគឺជាក្រុមហ៊ុនកូនផុស Alphabet ហ្នឹងឯងណាអញ្ចឹង Alphabet គឺជាក្រុមហ៊ុនមេហើយ YouTube Google ហ្នឹងគឺជាក្រុមហ៊ុនក
កូនអញ្ចឹងទៅយើងហៅសួរស្ដាប់អញ្ចឹងណាអូខេហើយលេខ3បានទៅលើ Berkshire Hathaway ផុសមហាសេដ្ឋី Warren Buffett ស្ដេចវិនិយោគនៅលើពិភពលោកណាអឺចំនួនរបស់គាត់ក៏ច្រើនគួរសមដែរណាក៏ច្រើនគួរសមដែរ88 billion តាមពិតខ្ញុំនិយាយច្រឡំវានៅចំនួននៅលេខរៀងលេខ4 alphabet គឺនៅលេខ3ណាហើយលេខ2គឺជាក្រុមហ៊ុន Apple ណាយើងស្គាល់ហើយក្រុមហ៊ុន iPhone ហ្នឹងគឺចំណូលគឺ93 billion ចុច7 93 billion ទៅចុច7អញ្ចឹងក្រុមហ៊ុនលេខ1គឺជាក្រុមហ៊ុនណាដែលខ្ញុំបានបញ្ជាក់ថាវាមិនមែនជាក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិកទេហើយក៏មិនមែនជាក្រុមហ៊ុននៅក្នុងប្រទេសចិនដូចគ្នាក្រុមហ៊ុនលេខ1គឺជាក្រុមហ៊ុន Saudi Aramco ណា Saudi Aramco អ្នកនរគ្នាថាស្គាល់ថាក្រុមហ៊ុននេះជាក្រុមអីក្រុមហ៊ុនហ្នឹងគឺជាក្រុមហ៊ុនរកប្រេងបងប្រេងលក់ប្រេងនៅប្រទេស Saudi Arabia គឺជាក្រុមហ៊ុនរដ្ឋផុសរដ្ឋណាក្រុមហ៊ុនហ្នឹងគឺជាក្រុមហ៊ុនដែលរកចំណូលបានច្រើនជាងគេកាលពីឆ្នាំ2024ចំណូលរបស់ក្រុមហ៊ុន Saudi Aramco គឺបានរហូតដល់106 billion ចុច2ណាអញ្ចឹងវាលើ iPhone វាលើ Apple 6 billion 6 billion ណាអញ្ចឹងអូខេអញ្ចឹងអានេះវាជាចំណេះដឹងទូទៅដែលខ្ញុំចង់ចែកម្លែកទៅអ្នកទាំងអស់គ្នាហើយកុំភ្លេចបង្កើត account តាម link ដែលខ្ញុំដាក់ឲ្យបើសិនជាចង់បង្កើតបែបណាណាអូខេហើយសម្រាប់អ្នកដែលគាត់បង្កើតតាមរយៈ link ខ្ញុំគឺខ្ញុំ free ឲ្យ$10សម្រាប់10អ្នកណាអូខេអរគុណ